Hello អ្នកទាំងអស់គ្នាខ្ញុំបាទចូលថូកាមីមុននឹងចូលទៅដល់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេច comment បែបដូម្នាក់មួយផងដើម្បីខ្ញុំដឹងថាអ្នកណាគេខ្លះកំពុងតែរងចាំវីដេអូរបស់ខ្ញុំណាអូខេឥឡូវចូលទៅកាន់វីដេអូតែម្ដងទៅចូលមកកាន់វគ្គនេះយើងគឺបានឃើញថាស៊ូមីហើយនិងហ៊ីម៉ារីពួកគេទាំងពីរគឺមិនបាននិយាយរកគ្នាទីនោះទេដោយសារតែរឿងម្សិលមិញគឺធ្វើឲ្យពួកគេទាំងពីរគឺងោរៀងៗខ្លួនតែម្ដងប៉ុន្តែទោះជាយ៉ាងណាហ៊ីម៉ារីនាងគឺបានគិតនៅក្នុងចិត្តថាមិនយូរមិនឆាប់ទេស៊ូមីនឹងមកនិយាយរកនាងម្ដងទៀតហើយចំណែកឯនៅក្នុងចិត្តរបស់ស៊ូមីវិញគាត់ពិតជាចង់និយាយជាមួយនឹងហ៊ីម៉ារីខ្លាំងណាស់ប៉ុន្តែគ្រាន់តែគាត់គឺមិនហ៊ានហើយគាត់ថែមទាំងយកនំមួយកញ្ចប់ដើម្បីញ៉ាំបញ្ញាមនាងថែមទៀតប៉ុន្តែនៅពេលហ្នឹងស៊ូមីគាត់ក៏ទទួលបានសារមួយដែលសារមួយនោះបាននិយាយប្រាប់មកកាន់គាត់ថាហ៊ីម៉ារីនាងនឹងដូរសាលារៀនទៅរៀននៅឯទីក្រុងតូក្យូឆាប់ៗនេះគ្រាន់តែឃើញបែបហ្នឹងភ្លាមគាត់ក៏ចង់សួរទៅកាន់នាងដែរប៉ុន្តែដោយសារតែនាងរត់លឿនខ្លាំងពេកគាត់គឺមិនអាចចាប់នាងបាននោះទេហើយនៅពេលហ្នឹងអ៊ីណូនាងក៏បានធ្វើដំណើរមករកស៊ូមីផងដែរដែលនាងបាននិយាយថានាងក៏ទទួលបានសារអំពីហាម៉ារីដូចគ្នាដែលនាងបានផ្ញើសារមកកាន់អ៊ីណូថានាងនឹងទៅរៀននៅទីក្រុងតូក្យូហើយអ៊ីណូក៏បានសួរទៅកាន់ស៊ូមីផងដែរថាឃើញហ៊ីម៉ារីឬអត់ហើយស៊ូមីគាត់ក៏បាននិយាយថាគាត់កំពុងតែដេញចាប់នាងប៉ុន្តែដោយសារតែនាងរត់លឿនពេកគាត់គឺមិនអាចតាមទាន់នាងទេហើយខ្ញុំក៏សុំទោសផងដែរជាមួយនឹងការហៅឈ្មោះតួឯកស្រីម្ដងគឺហ៊ីម៉ារីម្ដងគឺហាម៉ារីដោយសារតែឈ្មោះពីរហ្នឹងគឺវាដូចតែគ្នាទេមូលហេតុដែលហ៊ីម៉ារីនាងគឺបដូរសាលាទៅរៀននៅឯទីក្រុងតូក្យូដោយសារតែការឆ្លោះគ្នាជាមួយនឹងស៊ូមីតាំងពីម្សិលមិញហ្នឹងហើយនៅក្នុងសារនោះហ៊ីម៉ារីក៏បាននិយាយប្រាប់ទៅកាន់អ៊ីណូថាកុំភ្លេចមើលថែទៅកាន់ស៊ូមីផងហើយពួកគេក៏សម្រេចចិត្តថាស្វែងរកហ៊ីម៉ារីដើម្បីសួរនាងឲ្យដឹងរឿងហើយពួកគេក៏សម្រេចចិត្តថាបចោតហ៊ីម៉ារីតែម្ដងដោយពួកគេដឹងថាហ៊ីម៉ារីគឺចូលចិត្តស៊ុបកាឡាហើយនឹងទឹកដោះគោប៉ុន្តែផែនការរបស់ពួកគេទាំងពីរហ្នឹងគឺត្រូវបានបរាជ័យដោយសារតែហ៊ីម៉ារីនាងគឺបានដឹងមុនបាត់ទៅហើយដោយសារតែគ្មានជំរឿតួឯកប្រុសគាត់ក៏សម្រេចចិត្តថាដេញចាប់នាងតែម្ដងបន្ទាប់ពីរត់សឹងតែមួយព្រឹកធំស៊ូមីគាត់ក៏អាចចាប់នាងបានហើយគាត់ក៏បានសួរនាំទៅកាន់នាងហេតុអ្វីបានជានាងចង់បដូរសាលាហើយណាមួយវាគឺមិនមែនជារឿងធំអ្វីនោះទេដែលយកអ៊ីណូធ្វើជារូបតំណាងរបស់ពួកយើងប៉ុន្តែនៅពេលហ្នឹងហ៊ីម៉ារីនាងក៏បានទះស៊ូមីមួយកំភ្លៀងតែម្ដងដែលនាងបាននិយាយថារឿងទាំងអស់នេះគឺមិនមែនមកពីអ៊ីណូទេដោយសារតែស៊ូមីទៅបែបនេះហើយធ្វើឲ្យនាងមិនសប្បាយចិត្តហើយស៊ូមីគាត់ក៏បានសួរទៅកាន់នាងថាមិនថានាងពិបាកចិត្តរឿងអ្វីទេនាងគឺអាចប្រាប់មកកាន់គាត់បានដោយសារតែនាងគឺជាមិត្តភក្តិល្អរបស់គាត់ប៉ុន្តែនៅពេលដែលពួកគេទាំងពីរនិយាយគ្នាចឡើងមើលទៅកាន់ពួកគេគឺនិយាយមិនត្រូវគ្នានោះទេនៅពេលហ្នឹងស៊ូមីគាត់ក៏បានព្រាត់ដៃបានវាយខ្សែករបស់នាងឲ្យត្រូវបានដាច់ហើយគាត់ថែមទាំងច្រឡំជើងជន់ថែមទៀតនៅពេលដែលឃើញបែបនេះគឺធ្វើឲ្យហ៊ីម៉ារីនាងកាន់តែអស់សង្ឃឹមទៀតហើយដោយសារតែនេះវាគឺជារបស់មានតម្លៃបំផុតសម្រាប់នាងហើយនាងក៏បានសួរទៅកាន់ស៊ូមីថាហេតុអ្វីបានជាគាត់យកអ៊ីណូធ្វើជារូបតំណាងរបស់ពួកយើងហើយកាលពីនៅក្មេងស៊ូមីបានសន្យាជាមួយនឹងនាងថានឹងឲ្យនាងធ្វើជារូបតំណាងហើយនឹងឲ្យនាងកាន់កាប់នៅរឿងទាំងអស់នេះថែមទៀតហើយនាងក៏បាននិយាយទៀតថាតើអ៊ីណូនាងគឺសំខាន់ដល់កម្រិតណាទៅដល់ថ្នាក់ស៊ូមីយកអ៊ីណូធ្វើជារូបតំណាងដ៏សំខាន់ជាងគេរបស់គាត់ឬក៏អ៊ីណូគឺជាមនុស្សស្រីដែលគាត់បានស្គាល់តាំងពីនៅក្មេងទើបគាត់ស្និទ្ធស្នាលជាមួយនឹងនាងបែបនេះបន្ទាប់មកនាងក៏បានគប់ខ្សែកទៅកាន់ស៊ូមីវិញរួចនាងក៏បាននិយាយថានៅពេលនេះស៊ូមីមិនត្រូវការនាងទេហើយនាងនឹងទៅឲ្យឆ្ងាយដើម្បីរកមនុស្សដែលត្រូវការនាងសាច់រឿងក៏បានកាន់មកកាន់ពេលល្ងាចនៅពេលនេះស៊ូមីគាត់ពិតជាពិបាកចិត្តខ្លាំងណាស់ប៉ុន្តែនៅពេលហ្នឹងមិត្តភក្តិរបស់គាត់ក៏បានធ្វើដំណើរមកដល់កន្លែងហ្នឹងផងដែររួចគាត់ក៏បាននិយាយថាតាមពិតទៅអ្វីដែលគាត់បាននិយាយទៅកាន់ហ៊ីម៉ារីហ្នឹងគាត់គឺគ្រាន់តែចង់ឌឺទៅកាន់នាងតែប៉ុណ្ណោះហើយណាមួយនៅពេលដែលយកអ៊ីណូធ្វើជារូបតំណាងអាចនឹងធ្វើឲ្យសមិទ្ធផលរបស់ស៊ូមីនឹងកាន់តែលយជាងមុនប៉ុន្តែគាត់មិនដឹងថាគ្រាន់តែពាក្យនិយាយលេងរបស់គាត់គឺធ្វើឲ្យហ៊ីម៉ារីគឺខឹងដល់ថ្នាក់ហ្នឹងហើយគាត់ក៏បាននិយាយទៀតថាមិនថាអ្វីសំខាន់ជាងអ្វីដែលស៊ូមីចង់បាននោះទេប៉ុន្តែគាត់មានជំរឿពីរឲ្យទៅកាន់ស៊ូមីទី1បើសិនជាស៊ូមីគិតថាហ៊ីម៉ារីគឺជាអ្វីដែលសំខាន់បំផុតសម្រាប់គាត់គួរតែបោះបង់ជាមួយនឹងរបស់គ្រប់យ៉ាងដែលគាត់មានហើយដើរតាមអ្វីដែលគាត់ចង់បានប៉ុន្តែបើសិនជាគាត់គិតថាផ្ការបស់គាត់គឺសំខាន់ជាងគាត់គួរតែបោះបង់ចោលមិត្តភាពរបស់ពួកគេទាំងពីរហើយយកអ្វីដែលគាត់ចង់បានដូចគ្នានៅពេលដែលលើបែបនេះស៊ូមីគាត់ក៏បាននិយាយថាចាំគាត់គិតមើលសិនហើយគាត់ក៏បានសរសើរទៅកាន់មិត្តភក្តិរបស់គាត់ផងដែរថាមិត្តភក្តិរបស់គាត់ពិតជាចិត្តល្អខ្លាំងណាស់នៅពេលដែលស៊ូមីទៅដល់ផ្ទះវិញគាត់ក៏បានឆាតទៅកាន់ហ៊ីម៉ារីផងដែរដែលបានសួរបញ្ជាក់ទៅកាន់នាងថានាងនឹងទៅទីក្រុងតូក្យូមែនក៏អីហើយហ៊ីម៉ារីនាងក៏បាននិយាយថាមែនហើយនាងនឹងទៅហើយស៊ូមីគាត់ក៏បានឆាតទៅកាន់នាងថាគាត់ចង់សុំទោសនៅអ្វីគ្រប់យ៉ាងដែលគាត់ធ្វើខុស
បើមិនអញ្ចឹងទេគាត់អាចសុំទោសនាងនៅមុខរថភ្លើងក៏បានដែរនៅពេលដែលនាងចាកចេញទៅប៉ុន្តែហ៊ីម៉ារីនាងត្រឹមតែមើលឆាតរបស់គាត់តែប៉ុណ្ណោះនាងគឺមិនបានតបនោះទេដែលធ្វើឲ្យស៊ូមីគាត់ក៏រៀងពិបាកចិត្តផងដែរហើយគាត់ក៏បានគិតទៅកាន់អតីតកាលរបស់គាត់បន្តិចនិយាយទៅអ្វីដែលគាត់ស្រឡាញ់គាត់គឺមិនដែលទទួលបានជាមួយនឹងពេលលើកទឹកចិត្តចេញអំពីគ្រួសារនោះទេសូម្បីតែផ្កាគាត់ក៏លក់មិនដាច់ដែរប៉ុន្តែនៅពេលដែលគាត់បានស្គាល់ជាមួយនឹងនារីម្នាក់នាងតែងតែធ្វើឲ្យអាជីវកម្មរបស់គាត់កាន់តែរលូនហើយគាត់តែងតែសប្បាយចិត្តនៅពេលដែលគាត់នៅក្បែរនាងនៅពេលនេះស៊ូមីគាត់គឺទទួលចម្លើយពិតប្រាកដរបស់គាត់ហើយថាហ៊ីម៉ារីគឺជាអ្វីគ្រប់យ៉ាងរបស់គាត់ចំណែកឯហ៊ីម៉ារីវិញនៅពេលនេះនាងពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែស៊ូមីនឹងគឺបានឆានមកលួងនាងហើយនាងក៏បានគិតថានៅថ្ងៃស្អែកនេះនាងគឺនឹងបញ្ជាស៊ូមីឲ្យណានៃតែម្ដងហើយនាងចង់ធ្វើអ្វីក៏បានដែរស្រេចទឹកចិត្តរបស់នាងចង់ថ្ងៃស្អែកក៏បានមកដល់ប៉ុន្តែវាគឺមិនដូចជាអ្វីដែលនាងរំពឹងទុកនោះទេស៊ូមីគឺមិនបាននិយាយរកនាងនោះឡើយសូម្បីតែមុខនាងគាត់ក៏មិនមើលផងប៉ុន្តែទោះជាយ៉ាងណាហ៊ីម៉ារីនាងគឺមិនបោះបង់នោះទេនៅពេលដែលនាងត្រឡប់មកផ្ទះវិញនាងគឺអង្គុយដើម្បីទទួលបានឆាតអំពីស៊ូមីប៉ុន្តែអង្គុយចាំយូរគ្រាន់បើដែរគឺមិនបានឃើញស៊ូមីឆាតមកកាន់នាងនោះទេរួចនាងក៏សម្រេចចិត្តថាចូលទៅក្នុងអ៊ីនធឺណិតដើម្បីរកអ្វីប្លែកៗមើលប៉ុន្តែអ្វីដែលនាងបានឃើញដែលធ្វើឲ្យនាងគឺសង្ហាចិត្តតែម្ដងស៊ូមីគឺមិនបានឆាតទៅកាន់នាងនោះទេប៉ុន្តែគាត់បែរទៅជាចំណាយពេលដើរលេងជាមួយនឹងអ៊ីណូទៅវិញថ្ងៃស្អែកក៏បានមកដល់ហ៊ីម៉ារីនាងកំពុងតែស្រោចផ្ការបស់នាងហើយនាងក៏បាននឹកឃើញអំពីរឿងម្សងវិញផងដែរប៉ុន្តែនៅពេលនេះលទ្ធផលថ្មីរបស់អ៊ីណូកំពុងតែចាប់ផ្ដើមដាក់លក់ដូចគ្នាដែលធ្វើឲ្យនាងកាន់តែពិបាកចិត្តទៀតហើយរួចនាងក៏បានគិតថានៅពេលដែលនាងទៅទីក្រុងតូក្យូបាត់តើនឹងមានរឿងអ្វីកើតឡើងបន្ថែមទៀតនៅពេលដែលហ៊ីម៉ារីបានជួបគ្នាជាមួយនឹងបងប្រុសរបស់នាងគឺត្រូវបងប្រុសរបស់នាងស្ដីឲ្យនាងស្ដីយោតែម្ដងនៅពេលដែលគាត់ដឹងថាហ៊ីម៉ារីគឺមិនបាននិយាយរកទៅកាន់ស៊ូមីនោះទេបាននិយាយទៅដោយសារតែពួកគេគឺឆ្លោះគ្នានឹងឯងហើយជាពិសេសហ៊ីម៉ារីគឺនាងមានកម្រងចង់ទៅទីក្រុងតូក្យូទៀតហើយគាត់ក៏បាននិយាយថាហ៊ីម៉ារីគឺបានជពាក់គុណរបស់គាត់មួយដោយសារតែការនៅពេលដែលពួកគេជួបគ្នាជាមួយនឹងស៊ូមីដំបូងនាងគឺបានពឹងឲ្យបងប្រុសរបស់នាងលក់ជាមួយនឹងគ្រឿងអលង្ការរបស់ស៊ូមីនឹងឲ្យបាន200ហើយនៅពេលនោះគាត់ពិតជាខិតខំប្រឹងប្រែងនៅក្នុងការសុំអំបរគេឲ្យជួយតែងខ្លាំងមែនតើប៉ុន្តែរឿងហ្នឹងគាត់មិនប្រកាន់នោះទេប៉ុន្តែនៅពេលនេះហ៊ីម៉ារីគឺមិនបាននិយាយរកទៅកាន់ស៊ូមីឡើយអញ្ចឹងមានន័យថាគាត់ក៏មិនអាចនិយាយរកទៅកាន់ស៊ូមីដូចគ្នាដោយសារតែគាត់គឺពិតជាស្រឡាញ់ទៅកាន់ស៊ូមីខ្លាំងណាស់បើសិនជាស៊ូមីមិននិយាយរកគាត់ជីវិតរបស់គាត់ដូចស្មើសូន្យអញ្ចឹងហើយហ៊ីម៉ារីនាងក៏បាននិយាយថាបងប្រុសរបស់នាងគឺមិនយល់អំពីអារម្មណ៍របស់នាងនោះទេមូលហេតុដែលនាងចង់ទៅទីក្រុងតូក្យូហ្នឹងមើលទៅកាន់ស៊ូមីគឺមិនបានចាប់អារម្មណ៍មកកាន់នាងម្ដងទៀតឡើយនៅពេលដែលលើបែបនេះបងប្រុសរបស់នាងក៏បាននិយាយថាតើសប្តាហ៍ថ្ងៃនេះហ៊ីម៉ារីគឺចង់មានស្នេហាជាមួយនឹងស៊ូមីឬក៏គ្រាន់តែចង់នៅក្បែរទៅកាន់ស៊ូមីត្រូវចាំថាលុយវាពិតជាពិបាករកប៉ុន្មានប៉ុន្តែទោះជាយើងមានលុយច្រើនកម្រិតណាក៏ដោយយើងក៏មិនអាចទិញអ្វីគ្រប់យ៉ាងដែលយើងចង់បានដែរអញ្ចឹងហើយពេលវេលារបស់យើងគឺមានកំណត់ធ្វើអ្វីដែលឯងចង់បានទៅសាច់រឿងក៏បានកាន់មកកាន់ថ្ងៃស្អែកនៅពេលនេះហ៊ីម៉ារីនាងគឺយល់អំពីសម្ដីដែលបងប្រុសរបស់នាងបាននិយាយហើយរួចនាងក៏បានផ្ញើសារទៅកាន់ស៊ូមីផងដែរថានាងគឺមានរឿងចង់និយាយជាមួយនឹងគាត់ចំណែកឯស៊ូមីវិញគាត់ក៏បាននិយាយថាគាត់ក៏មានរឿងចង់និយាយជាមួយនាងដូចគ្នានៅពេលដែលពួកគេជួបគ្នាស៊ូមីក៏បាននិយាយទៅកាន់ហ៊ីម៉ារីថានៅពេលនេះគាត់គឺឈប់រៀននៅសាលានេះទៀតហើយគាត់នឹងបដូរទៅរៀននៅសាលាតូក្យូជាមួយនឹងនាងដែរនៅពេលដែលលើបែបហ្នឹងគឺធ្វើឲ្យហ៊ីម៉ារីនាងពិតជាស្រឡាញ់ខ្លាំងណាស់រួចនាងក៏បានសួរទៅកាន់ស៊ូមីហេតុអ្វីបានជាគាត់ធ្វើបែបនេះបើសិនជាគាត់ឈប់រៀនហើយទៅរៀននៅឯទីក្រុងតូក្យូគាត់គឺមិនអាចបន្តជាមួយនឹងគ្រឿងអលង្ការរបស់គាត់ទៀតបានទេហើយស៊ូមីគាត់ក៏បាននិយាយថាគាត់គឺចង់ធ្វើអ្វីដែលគាត់ចង់បានហើយពាក្យសម្ដីដែលគាត់និយាយគឺធ្វើឲ្យហ៊ីម៉ារីនាងពិតជារំភើបខ្លាំងណាស់ដែលគាត់បាននិយាយថាគាត់គឺសុខចិត្តលះបង់នៅគ្រឿងអលង្ការរបស់គាត់ប៉ុន្តែគាត់គឺមិនលះបង់មនុស្សដែលសំខាន់សម្រាប់គាត់នោះទេនៅពេលដែលនាងបានឮហើយនាងពិតជាសប្បាយចិត្តខ្លាំងណាស់រួចនាងក៏បាននិយាយទៅកាន់ស៊ូមីថានៅពេលដែលនាងនៅជាមួយនឹងស៊ូមីនាងតែតែសប្បាយគ្រប់ពេលវេលាគ្រប់ទីកន្លែងបន្ទាប់មកនាងក៏បានយកលុយដែលស៊ូមីបានដកចេញអំពីកង់នឹងយកមកទុកដែលនាងបាននិយាយថានាងគឺមិនបានដូរសាលាទៅណានោះទេនាងគ្រាន់តែនិយាយលេងតែប៉ុណ្ណោះនៅពេលដែលលើបែបនេះគឺធ្វើឲ្យស៊ូមីគាត់ពិតជាសប្បាយចិត្តជាខ្លាំងរួចគាត់ក៏បាននិយាយថាតើនាងនិយាយមែនឬក៏និយាយលេងបន្ទាប់មកស៊ូមីគាត់ក៏បានយកជាមួយនឹងចិញ្ចៀនមួយដែលគាត់គឺបានកាយវាដោយផ្ទាល់ដៃនៅពេលដែលឃើញបែបនេះហ៊ីម៉ារីនាងកាន់តែសប្បាយចិត្តទៀតហើយរួចនាងក៏បានលោតទៅអបគាត់រួចនាងក៏បាននិយាយទៅកាន់គាត់ថាឲ្យគាត់ពាក់ចិញ្ចៀននេះឲ្យមកកាន់នាងមកនៅពេលដែលគាត់បានពាក់ឲ្យទៅកាន់នាងរួចហើយនាងក៏បានសួរមកកាន់គាត់ថាតើនៅពេលដែលពួកយើងមានវ័យ30ឆ្នាំពួកយើងនឹងរៀបការជាមួយគ្នាមែនទេហ
ហើយស៊ូមីគាត់ក៏បាននិយាយថាវាអាចនឹងកើតឡើងដែរបើសិនជានាងគឺមិនទាន់មានសង្សារនៅពេលដែលរឿងគ្រប់យ៉ាងត្រូវបានចប់សពគ្រប់ស៊ូមីគាត់ក៏បានឆាតអរគុណទៅកាន់ក្មេងស្រីម្នាក់ផងដែរប៉ុន្តែយើងគឺមិនទាន់ដឹងថាក្មេងស្រីម្នាក់ហ្នឹងគឺជានរណានោះទេដោយសារតែនាងនឹងហើយគឺធ្វើឲ្យស៊ូមីនិងហ៊ីម៉ារីគឺអាចសម្របសម្រួលនឹងគ្នាបានហើយនាងក៏បានផ្ញើជាមួយនឹងផ្កាមួយដែលមានឈ្មោះថា Tootlit ឲ្យទៅកាន់ស៊ូមីផងដែរ